ជួយแชร์ចែកគ្នាឲ្យបានដឹងផងទោះគេលក់ថោកប៉ុណ្ណាក៏កុំទិញសាច់ជ្រូក3ប្រភេទនេះប្រយ័ត្នបរិភោគទៅពលសាច់ជ្រូកជាអាហារមួយប្រភេទដែលពេញនិយមបំផុតសម្រាប់ប្រជាជននៅតំបន់អាស៊ីហើយពួកគេគិតថាវាជាអាហារដែលងាយស្រួលចម្អិននិងតម្រូវត្រឹងសពគ្រប់មុខម្ហូបក៏ប៉ុន្តែអ្នកត្រូវដឹងនិងជៀសឲ្យបាននៅការដើរទិញសាច់ជ្រូក3ប្រភេទនេះយកមកទទួលទានព្រោះវាអាចបង្កនូវផលប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរទី1សាច់រឹងបើសួរថាឲ្យមើលបែបណាដឹងអ្នកអាចយករបស់អ្វីមួយទៅចុចពីលើវាបានប្រសិនណាវាផតចូលហើយតឹងណែនមកវិញនោះជាសាច់ល្អដែលអាចយកមកបរិភោគយ៉ាងឆ្ងាញ់មាត់បានផ្ទុយទៅវិញប្រសិនបើអ្នកចុចវាហើយវារឹងឬមិនផតត្រឡប់មកវិញតតែសោះឬផតមកវិញក្នុងរយៈពេលយូរនោះជាសាច់ដែលមិនគួរទិញនោះទេនិយាយឲ្យសាមញ្ញទៅវាជាសាច់សល់ដែលគេខ្លះសេចោលរយៈពេលយូរហើយវាខាសជាតិទឹកសាច់ប្រភេទនេះវាលែងជាស្រស់ហើយមួយទៀតសារធាតុចិញ្ចឹមនៅក្នុងសរសៃនោះក៏ត្រូវបានបំផ្លាញស្ទើរតែទាំងអស់ដែរទី2សាច់ដែលជាប់ដុំសសពីលើវាប្រៀបដូចទៅជាដុំគ្រួសឬគ្រាប់ស្រូវដែលមានពណ៌សដុះនៅពីលើសាច់ហើយកុំគិតថាវាល្អណាព្រោះវាគឺជាពពួកប៉ារ៉ាស៊ីតទៅវិញនោះទេសំណាងមិនល្អប្រសិនណាអ្នកទិញប៉ះសាច់ជ្រូកឆ្លងមេរោគទៀតនោះនៅពេលទទួលទានវាចូលពោះហើយប៉ារ៉ាស៊ីតនោះនឹងប្រែក្លាយទៅជាសត្វដង្កូវហើយវានឹងភ្ជាប់ទៅកាន់ពោះវៀនតូចរបស់យើងដែលអាចឲ្យប៉ះពាល់ដល់ចរន្តឈាមខួរក្បាលភ្នែកនិងស្បែកជាដើមត្រមៃទៅមើលនៅពេលវារលាយคล้ายទៅជាដង្កូវហើយសត្វដង្កូវវាលុកពេញខ្លួនប្រាណយើងបើវាចូលទៅក្នុងខួរក្បាលវាអាចធ្វើឲ្យយើងប្រែទៅជាឈឺក្បាលវិលមុខចង់ក្អួតចង្អោរហើយមានអាការៈគេងមិនលក់តាមរយៈការក្រឡេកមើលពណ៌នៃសាច់ក៏យើងអាចសន្និដ្ឋានបានដែរពីរសជាតិរបស់វាជាទូទៅសាច់មិនល្អគឺមានពណ៌ស្រអាប់រាងក្រមៅខណៈដែលសាច់ជ្រូកធម្មតាគឺមានពណ៌ផ្កាឈូកស្លេកឬពណ៌ក្រហមឈាមចូលជ្រើសរើសឲ្យបានត្រឹមត្រូវព្រោះវាមិនត្រឹមតែប៉ះសាច់ដែលគ្មានរសជាតិទេទៀតសោតដូចយើងនាំបាក់តេរីនិងប៉ារ៉ាស៊ីតចូលមកក្នុងខ្លួនដោយងាយៗអញ្ចឹងហើយយូរៗទៅនឹងអាចបំផ្លាញប្រព័ន្ធភាពស៊ាំនៅក្នុងខ្លួនរបស់យើងបាន